ឪពុកម្ដាយខ្លះគាត់និយាយថាអាហ្នឹងខ្ញុំតាំងតែងខ្ញុំលុតដំវាប៉ុណ្ណឹងផងនៅវាខូចទម្រាំខ្ញុំស្លូតទៀតវាមិនស្ដាប់បដៅកូនតើមានធွာក្តៅខ្លះបានពុតវាបានខ្ញុំធ្លាប់បានលើមតិបែបហ្នឹងច្រើនមែនតើពីជុំវិញខ្លួនខ្ញុំចុះប៉ាម៉ាក់មានធ្លាប់សង្កេតអត់ពេលយើងស្ដីបន្ទោសកូនកាន់តែច្រើនពេលខ្លះកូនកាន់តែអត់ស្ដាប់យើងនៅពេលកូនយំធ្វើទុកឬអត់ស្ដាប់ប្រកបយើងជាពុកម្ដាយច្រើនតែគិតថាប្រហែលជាខ្ញុំត្រូវតែតឹងរឹងជាងនេះប៉ុន្តែចុះបើដំណោះស្រាយពិតប្រាកដមិនមែនជាការដាក់ទណ្ឌកម្មបន្ថែមទេចុះបើអីដែលកូនត្រូវការបំផុតគឺជារឿងសាមញ្ញមួយគត់នោះគឺការភ្ជាប់ទំនាក់ទំនងក្នុងនាមជាពុកម្ដាយយើងច្រើនផ្ដោតលើការកែប្រែអាកប្បកិរិយាកូនយើងចង់ឲ្យកូនស្ដាប់ប្រកបធ្វើតាមយើងនិងមានអាកប្បកិរិយាល្អប៉ុន្តែអ្នកជំនាញផ្នែកអភិវឌ្ឍកុមារបានរកឃើញថាកុមារតែងតែចង់សហការជាមួយមនុស្សដែលគាត់មានអារម្មណ៍ជិតស្និទ្ធឥឡូវយើងសាកគិតមើលយើងជាមនុស្សធំនេះចូលចិត្តស្ដាប់តាមអ្នកណាជាងតើយើងស្ដាប់តាមមនុស្សដែលតែងតែរិះគន់ស្ដីបន្ទោសយើងឬស្ដាប់តាមមនុស្សដែលធ្វើឲ្យយើងមានអារម្មណ៍ថាគាត់យល់ចិត្តយើងស្គាល់ចិត្តយើងច្បាស់កូនក្មេងក៏ដូចគ្នាដែរនៅពេលទំនាក់ទំនងរឹងមាំឥទ្ធិពលរបស់យើងលើកូនក៏កាន់តែរឹងមាំដែរមានឪពុកម្ដាយជាច្រើននិយាយថាខ្ញុំខំធ្វើការហត់ណាស់ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីកូនហើយរឿងហ្នឹងគឺពិតជាអញ្ចឹងមែនប៉ុន្តែកូនមិនវាស់ស្ទង់សេចក្តីស្រឡាញ់តាមរយៈចំនួនទឹកលុយឬភាពហត់នឿយរបស់យើងទេកូនទទួលអារម្មណ៍ស្រឡាញ់តាមរយៈពេលវេលានិងការភ្ជាប់ទំនាក់ទំនងមានមនុស្សជាច្រើនគេនិយាយអំពី quality time ប៉ុន្តែការពិត quality time កើតចេញពី quantity time មានន័យថាបើពេលវេលានឹងអត់មានបរិមាណច្រើនគ្រប់គ្រាន់ទេក៏មិនមែនជាពេលវេលាមានគុណភាពដែរឬអាចនិយាយថាគ្មានគុណភាពទេបើអត់មានបរិមាណមានន័យថាបើមិនចំណាយពេលវេលាជាមួយគ្នាគ្រប់គ្រាន់ទេពេលវេលាដែលមានគុណភាពក៏វាពិបាកកើតឡើងដែរការភ្ជាប់ទំនាក់ទំនងត្រូវបានសាងសង់ឡើងតាមរយៈពេលវេលាតូចរៀងរាល់ថ្ងៃដូចជាញ៉ាំបាយជុំគ្នាអានរឿងមុនចូលគេងនិយាយគ្នាលេងពេលធ្វើដំណើរតាមផ្លូវឬក៏លេងជាមួយគ្នា10នាទីមុនចូលគេងតើប៉ាម៉ាក់ធ្លាប់ទៅយកកូនចេញពីសាលាហើយឆ្ងល់ទេថានៅសាលាល្អសោះហេតុអីមកដល់ផ្ទះបែរជាខូចយំធ្វើទុកឬក៏ខឹងងែកងក់អញ្ចឹងរឿងនេះកើតឡើងជាញឹកញាប់ណាស់ព្រោះថាពេញមួយថ្ងៃកូនខំគ្រប់គ្រងខ្លួនឯងខំគោរពច្បាប់វិន័យសាលាព្យាយាមឯករាជ្យព្យាយាមរៀបរឹកពីប៉ុន្តែពេលឃើញមនុស្សដែលគាត់ទុកចិត្តបំផុតនោះគាត់មានអារម្មណ៍ថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចេញអារម្មណ៍ទាំងអស់ដូច្នេះពេលខ្លះការយំរបស់កូនមិនមែនជាអាកប្បកិរិយាមិនល្អទេវាជាសញ្ញាបង្ហាញពីការទុកចិត្តហើយនៅពេលនោះអីដែលគាត់ត្រូវការបំផុតមិនមែនជាការស្ដីបន្ទោសទេគឺការភ្ជាប់ទំនាក់ទំនងសួរថាអញ្ចឹងយើងគួរធ្វើបែបម៉េចវិញភ្ជាប់មិនទៅខ្ញុំសូមចែកម្លែកវិធីសាមញ្ញ3យ៉ាងទី1ភ្ជាប់ទំនាក់ទំនងមុនកែតម្រូវពេលទៅទទួលកូនចេញពីសាលាសូមចាប់ផ្ដើមដោយការអោបស្នាមញញឹមឬការសួរសុខទុក្ខមុនពេលផ្ដល់ការណែនាំទី2ចំណាយពេល10នាទីក្នុងមួយថ្ងៃលេងជាមួយកូនទុកទូរស័ព្ទម្លែកឲ្យកូនជាអ្នកជ្រើសរើសសកម្មភាពយើងគ្រាន់តែរីករាយជាមួយពេលវេលានឹងទី3បង្កើតទម្លាប់តូចប្រចាំថ្ងៃដូចជាអានរឿងមុនគេងចេញដើរលេងតាមសួនច្បារពេលល្ងាចញ៉ាំបាយជុំគ្រួសារទម្លាប់តូចទាំងនេះបង្កើតអារម្មណ៍សុវត្ថិភាពនិងពង្រឹងទំនាក់ទំនងអញ្ចឹងសរុបមកវិញធ្វើម៉េចឲ្យកូនស្ដាប់ប្រកបពេលខ្លះចម្លើយមិនមែនជាការបន្ថែមទណ្ឌកម្មទេមិនមែនជាការកាន់តែតឹងរឹងមើងម៉ាត់ទេមិនមែនជាការស្ដីបន្ទោសបន្ថែមទេពេលខ្លះចម្លើយគឺជាការកសាងទំនាក់ទំនងឲ្យរឹងមាំជាងមុនព្រោះនៅពេលដែលកូនមានអារម្មណ៍ថាជិតស្និទ្ធនិងមានសុវត្ថិភាពជាមួយយើងគាត់នឹងសហការជាមួយយើងដោយស្ម័គ្រចិត្តបើប៉ាម៉ាក់ចូលចិត្តវីដេអូនេះសូមចុច share ដើម្បីចែករំលែកដល់ឪពុកម្ដាយដទៃទៀតឲ្យគាត់បានឃើញដែរ